ដែរទេដែលគេនិយាយថានារីទាំង100នាក់ត្រូវបានស្លាប់នៅទីនេះយើងតែងតែឮការនិទានតៗគ្នាថានារីទាំង100នាក់ត្រូវបានស្លាប់នៅទីនេះក្នុងគោលបំណងបូជាថ្វាយទៅដល់ព្រះនាងវរភ័ក្រដែលបានស្លាប់ដោយសារក្រពើអាធន់តើរឿងនេះជារឿងពិតដែរឬទេថ្ងៃនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាឲ្យមកស្គាល់វិហារចំណាស់មួយនេះវាមានទីតាំងស្ថិតនៅស្រុកសម្បូរមានចម្ងាយប្រមាណជា36គីឡូម៉ែត្រពីទីរួមខេត្តក្រចេះយើងត្រូវធ្វើដំណើរតាមដងទន្លេមេគង្គឆ្ពោះទៅទិសខាងជើងនៃទីរួមខេត្តហើយនេះគឺជាព្រះវិហារធំសសរ100នៅទីនេះគឺជាដែនដីប្រវត្តិសាស្ត្រដែលប្រជាជនកម្ពុជាភាគច្រើនស្គាល់ថាជាវត្តសសរ100វាមានរឿងរ៉ាវជាច្រើនដែលប្រជាជនកម្ពុជាចង់ដឹងក៏ដូចជាមកគោរពបូជាទៅកាន់វិញ្ញាណក្ខន្ធរបស់ព្រះនាងវរភ័ក្របើយោងតាមឯកសារក៏ដូចជាការនិទានតគ្នាចេតិយនេះត្រូវបានកសាងឡើងនៅឆ្នាំ1529សម្រាប់ឧទ្ទិសទៅដល់ព្រះនាងវរភ័ក្រដែលបានស្លាប់ដោយសារក្រពើអាធន់ហើយរជ្ជកាលនេះគឺជារជ្ជកាលរបស់ព្រះបាទអង្គច័ន្ទរាជានាសម័យលង្វែកពេលនេះយើងត្រឡប់មករឿងរ៉ាវការបូជានារីទាំង100នាក់តើវាពិតជារឿងពិតដែរឬទេប្រជាជនភាគច្រើនពួកគេបានជឿទៅលើការនិទានតគ្នាថានារីទាំង100នាក់ត្រូវបានស្លាប់ហើយបានកប់នៅក្នុងសសរទាំង100ដើមរបស់ព្រះវិហារដូច្នេះយើងមកពិចារណាទាំងអស់គ្នាវិញថាតើព្រះបាទអង្គច័ន្ទរាជាស្ថិតនៅក្នុងរជ្ជកាលណាគឺរជ្ជកាលនៃសម័យលង្វែកហើយពេលនោះគឺយើងបានគោរពទៅលើព្រះពុទ្ធសាសនាបាត់ទៅហើយហេតុផលនេះយើងគ្មានហេតុផលឯណាឬក៏ការបូជានារី100នាក់នោះទេដោយសារតែយើងបានដឹងហើយថាព្រះពុទ្ធសាសនាគឺគោរពទៅលើបុណ្យបាបមិនសម្លាប់និងមិនធ្វើការពិធីបូជាឡើយដូច្នេះខ្ញុំគិតថាវាគ្រាន់ជាការនិទានអំពីចាស់ព្រឹទ្ធាចារ្យក៏ដូចជាចាស់តែប៉ុណ្ណោះ